ជំរាបសួរនាងខ្ញុំឈ្មោះច័ន្ទស៊ូអ៊ីមានអាយុ8ឆ្នាំជាសិស្សថ្នាក់ទី3ខនៅសាលាអន្តរជាតិ Elegant ថ្ងៃនេះខ្ញុំសូមមកធ្វើការចែករំលែកនៅចំណេះដឹងខ្លះៗដែលទទួលបានពីការសិក្សាស្រាវជ្រាវទៅលើប្រធានបទវិធីការពារខ្លួនពីរន្ទះជាបាតុភូតធម្មជាតិដែលបង្កគ្រោះថ្នាក់មួយក្នុងចំណោមបាតុភូតដែលមានឡើងនារដូវវស្សាវាអាចបង្កឲ្យមានផលប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វរុក្ខជាតិនិងសម្ភារៈប្រើប្រាស់ខូចខាតទៀតផងជនរងគ្រោះខ្លះមានសំណាងរត់ជីវិតពីការវាយប្រហារពីរន្ទះប៉ុន្តែពួកគេទៅរស់នៅជាមួយរបួសស្នាមដូចជាពិការភ្នែកពិការត្រចៀកពិការដៃជើងរលាកខួរក្បាលនិងបាត់បង់ការចងចាំជាដើមថ្ងៃនេះខ្ញុំសូមមកធ្វើការចែករំលែកនៅវិធីបង្ការនិងការពារខ្លួនពីរន្ទះតើត្រូវធ្វើម្តេចខ្លះដើម្បីការពារខ្លួនពីរន្ទះខាងក្រោមនេះគឺជាគន្លឹះសំខាន់ចំនួន4ដែលអ្នកគួរចងចាំដើម្បីបញ្ជាគ្រោះថ្នាក់នៃសាររន្ទះ 1. ផ្ដោតអារម្មណ៍ទៅលើអាកាសធាតុអ្នកគួរតែតាមដានព័ត៌មានអំពីអាកាសធាតុមិនត្រូវចេញដើរក្រៅផ្ទះឬអគារក្នុងករណីមានភ្លៀងគោខ្លាំង 2. កុំនៅទីវាលត្អែងឬនៅជិតដើមឈើនិងល្បោះខ្ពស់អ្នកមិនត្រូវជ្រកក្រោមដើមឈើឬបង្គោលភ្លើងគួរនៅឲ្យឆ្ងាយពីដើមឈើឬបង្គោលភ្លើងចម្ងាយ4ម៉ែត្រឬបន្ទន់ខ្លួនអោបក្បាលជង្គង់បិទត្រចៀកមិននៅទីខ្ពស់មិននៅជិតមាត់សមុទ្រទឹកបឹងឬវាលស្រែ 3. នៅឲ្យឆ្ងាយពីរបរចម្លងអគ្គិសនីសូមបិទមិនប៉ះពាល់ដែកឬឧបករណ៍អគ្គិសនីព្រោះវាជាគ្រឿងទាក់ទាញរន្ទះដូច្នេះអ្នកត្រូវរឆ្ងាយពីរបរទាំងនេះ 4. ចូលក្នុងឡានទោះបីជាឡានត្រូវបានផលិតឡើងពីដែកក្តីប៉ុន្តែវាជាកន្លែងមានសុវត្ថិភាពមួយផងដែរប្រសិនបើមានរន្ទះបាញ់ត្រូវវានឹងឆ្លងកាត់ឬរត់ជុំវិញឡានហើយរត់ទៅក្រោមដីប៉ុន្តែអ្នកត្រូវនៅឲ្យឆ្ងាយពីគ្រឿងដែកក្នុងឡានឲ្យសោះជាចុងក្រោយខ្ញុំសង្ឃឹមថាគន្លឹះទាំង4ខាងលើនេះនឹងជួយបងប្អូនអ៊ំពូមីងមិត្តភក្តិទាំងអស់គ្នារួចផុតពីគ្រោះថ្នាក់នៃរន្ទះសូមអរគុណនិងសូមជូនពរបងប្អូនអ៊ំពូមីងមិត្តភក្តិទាំងអស់គ្នាជួបតែសុខសុវត្ថិភាពសូមអរគុណសូមជម្រាបលា